ឥឡូវពូឆ្ងល់ទេគាត់ថាពូរំលេងបត់សម្ដេចពុកវាយកូនគោលមិនបានមួយក្នុងគ្នាក៏មិនពូចော့ចិត្តឡើងអាចចិត្តឡើងអាយដាមហើយពូចော့ចិត្តឡើងអុកញ៉ាហើយ570ស្អែកដឹកដល់មកផ្ទះតម្លាក់លេខតម្លាក់ទីតាំងវាមិនចឹងឈ្នុនយ៉ាងម៉េចលោកបានមិនបានគ្រាន់តែរំលេងបត់សម្ដេចពុកវាយកូនគោលមិនបានគេក្នុងគ្នាក៏មិនថាពូចិត្តបាន570ជីហើយពូចិត្តឡើងអុកញ៉ាហើយអានោះវាពាក់ព័ន្ធទៅនឹងអីខ្ញុំមិនដឹងថាកុំបំណងគេគិតអ្វីទេប៉ុន្តែសម្រាប់លោកប៉ាគឺលេងដើម្បីកំសាន្តយ៉ាបាទប៉ុន្តែហ្វេរបស់លោកប៉ាគេមិនគិតអញ្ចឹងទេប៉ុន្តែអ្នកផ្សេងក៏អត់ចាប់អារម្មណ៍គេអាចគិតថាលោកប៉ាលេងដោយសារអ្វីមួយដើម្បីលាតសក្ការៈបាទគេអាចគិតអញ្ចឹងប៉ុន្តែខ្ញុំបញ្ជាក់ថាលោកប៉ាលេងនេះគឺចេញមកពីគំនិតកំសាន្តសុស័ក្តិតែមានមែនឃើញមានដែរ1 2ដែរ1 2 3ដែរឃើញគេគិតថាពូដើម្បីលាតសក្ការៈបាទនៅតែមានអញ្ចឹងបានថាវាគាត់ថាជានេះវាជា trend មួយដែលកំពុងផ្ទុះនៅលើ TikTok ហើយដល់ពេលអញ្ចឹងពូក៏យកមករំលេងតាមចង្វាក់បែបដូចសារវ៉ាន់អញ្ចឹងបត់ហ្នឹងបាទចង្វាក់បែបសារវ៉ាន់តែបើថាឲ្យពូទៅគិតដល់រឿងលាតសក្ការៈអីដូចជាបាទហ្នឹងតាមការគិតទេពូមិនដឹងនិយាយថាហាមមិនទេខ្ញុំមិនដឹងថាហាមគាត់ការគិតរបស់អ្នកទាំងអស់គ្នាថាម៉េចបាន570សុំតោងដែរពូ570អត់យកទេបើ L 600អូខេ600ដែរត្រឹមត្រូវ